អាចកំបាំងនៃការរងចាំហើយអ្វីបានជាសត្វខ្លាឃ្មុំរស់នៅដោយគ្មានចំណីក្នុងរយៈពេល6 ខែវីដេអូនេះគឺបានបង្ហាញអំពីដំណើរការដ៏អស្ចារ្យនៃការសំងំខ្លួននៅរដូវរងារបស់ខ្លាឃ្មុំញីមួយក្បាលដែលឈ្មោះថាកូឌីដែលវាអាចរក្សាសុខភាពរបស់វាខណៈពេលដែលវាកំពុងតែរងចាំឲ្យផុតរដូវរងាដោយមិនបាច់បរិភោគអ្វីទាំងអស់ការបន្ថយល្បឿននៃជីវិតរបស់វាដើម្បីទ្រាំទ្រទៅនឹងការអត់អាហារអស់រយៈពេលជាង6 ខែនោះខ្លាឃ្មុំកូឌីបានចូលទៅក្នុងស្ថានភាពដែលស្តៀងទៅនឹងការផ្អាកនៃជីវិតចង្វាក់បេះដូងរបស់កូឌីបានថយចុះយ៉ាងខ្លាំងរហូតត្រឹមតែ1/4នៃដំណើរការធម្មតាឬក៏ប្រហែលជា50 ដងនៅក្នុង1 នាទីនេះគឺគ្រាន់តែគ្រប់គ្រាន់ដើម្បីរក្សាមុខងារមូលដ្ឋាននៃជីវិតរបស់វាប៉ុណ្ណោះការសន្សំថាមពលការចរាចរអុកស៊ីហ្សែនយឺតៗវាជួយកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងខ្លាំងមនុស្សនិងសត្វដទៃទៀតគឺមិនអាចរស់រានបានទៅដល់10 ថ្ងៃនោះទេប្រសិនបើគ្មានទឹកក៏ប៉ុន្តែខ្លាឃ្មុំកូឌីអាចដេកជាប់រហូតក្នុងរយៈពេល6 ខែការរក្សាទុកខ្លាញ់នៅសាច់ដុំប្រភពថាមពលនាងកូឌីនេះគឺបានផ្ទុកខ្លាញ់យ៉ាងច្រើននៅក្នុងខ្លួនរបស់នាងដែលសម្បូរទៅដោយកាឡូរីនិងសំណើមដែលផ្ដល់ថាមពលចាំបាច់សម្រាប់ការរស់រាននៅពេលដែលនាងសំងំដេកការការពារសាច់ដុំសំណួរធំគឺថាហេតុអ្វីបានជាសាច់ដុំរបស់កូឌីមិនចុះខ្សោយនៅក្នុងអំឡុងពេលដែលនាងសំងំយូរយ៉ាងនេះរលកសញ្ញានៃខួរក្បាលវាមានន័យថារលកសញ្ញានៃខួរក្បាលរបស់នាងគឺបញ្ចេញក្នុងរលកខ្សោយឥតឈប់ឈរតែជំរុញឲ្យសាច់ដុំអាចនៅបន្តធ្វើចលនានេះវាមានសារៈសំខាន់សម្រាប់ការរក្សាមុខងារនៃរាងកាយរបស់នាងការភ្ញាក់ខ្លួនភ្លាមទោះបីជានាងសំងំក៏ដោយក៏ប៉ុន្តែសមត្ថភាពនៃការភ្ញាក់ខ្លួនយ៉ាងរហ័សអាចឆ្លើយតបបានភ្លាមនៅពេលដែលមានគ្រោះថ្នាក់ដូចជាសត្វចចកចូលមកក្បែរជាដើមនៅពេលដែលការគំរាមកំហែងបានកន្លងផុតទៅនាងកូឌីក៏វិលត្រឡប់ទៅរកការដេកស្កប់ស្កល់វិញម្ដងទៀត